ដំណើរកំសាន្តទៅលេងទីក្រុង Saint Petersburg នេះគឺជាសកម្មភាពមួយចំនួនដែលសិស្សច្បងរបស់ខ្ញុំជាមួយនឹងខ្ញុំរៀបចំធ្វើដំណើរទៅកាន់ពលានយន្តហោះគឺជាដំបូងគឺយើងត្រូវចងចាំឡានក្រុងបន្ទាប់ពីជិះឡានក្រុងអស់មួយសន្ទុះយើងក៏ដល់ចំណតមេត្រូហើយបន្ទាប់មកគឺយើងចាំជិះមេត្រូនឹងបន្តទៅកាន់ពលានយន្តហោះតែម្ដងហើយយើងចំណាយពេលតែផ្លែទេគឺដល់ពលានយន្តហោះហើយគឺយើងចាប់ផ្ដើមចេញពីដមនឹងគឺម៉ោង7ហើយជើងអាហាររបស់យើងគឺចាប់ផ្ដើមនៅម៉ោង11ព្រឹកអញ្ចឹងយើងមកដល់មុនរៀងលឿនដែរហើយក៏សម្រាប់នៅពលាននឹងតិចទៅហើយនឹងរកអីញ៉ាំតបមកខ្ញុំក៏ជិះមកដល់ពលានហើយឡានក្រុងគេមកយកឡើងលើយន្តហោះនេះជាបទពិសោធន៍ថ្មីមួយដែរគឺខ្ញុំមិនដែលជួបចឹងទេគឺធ្លាប់ចេញពីពលានចូលយន្តហោះតែម្ដងបន្ទាប់ពីចំណាយពេលអស់រយៈពេលប្រហែលជា1ម៉ោងគឺយើងបានមកដល់ពលានទីក្រុង Saint Petersburg ហើយបន្ទាប់មកយើងជិះឡានក្រុងបន្តដើម្បីទៅកាន់កន្លែងដែលយើងបានកក់ផ្ទះគឺផ្ទះនៅនឹងគឺសិស្សបងរបស់ខ្ញុំគាត់បានកក់មុនហើយគឺខ្ញុំមានការពេញចិត្តមែនទែនដោយសារតែវាធំទូលាយហើយក៏វាមានតម្លៃសមរម្យផងដែរហើយនៅក្នុងនោះខ្ញុំនឹងថតពីទស្សនវិជ្ជានៅក្នុងផ្ទះនឹងឲ្យមើលដែរនេះគឺជាការធ្វើដំណើរទៅកាន់ផ្ទះដែលយើងបានកក់នឹងហើយគឺវានៅកណ្ដាលក្រុង Saint Petersburg នឹងហ្មងគឺងាយស្រួលនៅក្នុងការដើរលេងវានៅជិតពហិដែលយើងត្រូវទៅដើរលេងហើយវានៅជិត museum ល្បីៗនៅនឹងជាច្រើនហើយនេះគឺជាផ្ទះដែលខ្ញុំចូលទៅ unboxing មុនគេហ្មងគឺសិស្សបងខ្ញុំគាត់ពងតែនិយាយជាមួយនឹងម្ចាស់គេអញ្ចឹងទៅនេះគឺជារោងបាយបើយើងចង់ធ្វើអីញ៉ាំឬក៏ចង់ធ្វើ activity អីនៅក្នុងនឹងសប្បាយៗជាមួយគ្នាគឺវាមានលក្ខណៈសប្បាយមែនទែនដោយសារតែវាមានលក្ខណៈធំទូលាយហើយនៅក្រៅនេះគឺមាន3ក្រែអីចឹងទៅខ្ញុំអាចគេងបានសម្រាប់ប្រុសហើយសិស្សបងខ្ញុំគាត់ស្រីគឺគាត់ចូលគេងក្នុងបន្ទប់អីចឹងទៅគឺមានបន្ទប់មួយនៅក្នុងនឹងទៀតបន្ទាប់ពី unboxing បន្ទប់ហើយគឺយើងត្រូវតែសម្រាកឬក៏ងូតទឹកអីសិនឡើយហ្នឹងហើយបន្ទាប់មកគឺយើងចេញទៅរកអីញ៉ាំមុននឹងទៅដល់លេងដោយសារតែតាំងពីព្រឹកមកយើងអត់ទាន់បានញ៉ាំអីច្រើនទេគឺញ៉ាំបានអាហារសម្រន់តិចតួចហើយកន្លែងញ៉ៃហ្នឹងគឺយើងបានទៅទស្សនាទៅមួយកន្លែងទេដោយសារតែវារៀងយប់ដែរហើយគឺកន្លែងនោះគឺមានឈ្មោះថា Smolny Cathedral វាជាវិហារគ្រិស្តសាសនាដ៏ល្បីមួយនៅទីក្រុង Saint Petersburg ហើយវាជាវិហារមួយដែលស្ថាបត្យករអ៊ីតាលីក្នុងការសាងឡើងនៅសតវត្សទី18ហើយកសាងផ្ដើមឡើងនៅឆ្នាំ1848តាមបញ្ជារបស់មហាក្សត្រីអេលីហ្សាបេតលក្ខណៈរបស់វាគឺមានរចនាបថស្អាតខ្លាំងពណ៌ខៀវស្រាលជាមួយនឹងដំបូលពណ៌មាសហើយវាត្រូវបានចាត់ទុកជាស្នាដៃដ៏សំខាន់បំផុតមួយនៅប្រទេសរុស្ស៊ីហើយវាតបថ្ងៃនេះវាជាវិហារធំប៉ុន្តែវាជាកន្លែងទេសចរនិងជាកន្លែងប្រគំតន្ត្រីផងដែរហើយបន្ទាប់ពីហ្នឹងគឺអត់មានតាណាទៀតទេគឺទៅរកអីញ៉ាំហ្នឹងគឺទៅហាងចិននៅប្រទេសរុស្ស៊ីហ្នឹងគឺមានសម្បូរច្រើនមានហាងចិនហាងវៀតណាមគឺតាំងពីខ្ញុំមកដល់ប្រទេសរុស្ស៊ីនេះជាងកន្លះឆ្នាំមកខ្ញុំអត់ដែលបានបើហាភ្លក់ឬក៏ញ៉ាំអាហាររបស់រុស្ស៊ីច្រើនឯភាគច្រើនគឺញ៉ាំរបស់ហាងចិនជាមួយនឹងអាហារវៀតណាមដោយសារតែយើងដឹងស្រាប់អីមកពីប្រទេសយើងគឺរៀងស្តៀងគ្នាទៅអាហាររបស់វៀតណាមរបស់ចិននឹងឯងហើយបន្ទាប់ពីញ៉ាំហើយគឺអត់មានតាណាទៀតទេគឺ break មករកកន្លែងគេងវិញព្រោះថ្ងៃហ្នឹងវារៀងហត់ដែរព្រោះជាថ្ងៃដំបូងរបស់ពួកយើងទាំងអស់គ្នាហើយវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើចង់តាមដានទស្សនានៅថ្ងៃបន្ទាប់ចាំចុច like ចុច share ហើយនឹងចាំទស្សនាភាពបន្ត Bye